គេឲ្យតំណាក់តំណងដោយប៉ុណ្ណឹងគឺតំណាក់តំណងខាងលើពាក់ព័ន្ធនឹង i នៃ x បូក z នៃផៃលើ2ដល់ x ស្មើ2 sin x ខាងក្រោមគឺ i 3 i នៃផៃលើ2ដល់ x ដក z នៃ x ស្មើ2 cos x សំណួរដែលគេចង់បានគឺគេចង់ឲ្យយើងរកអនុគម i នៃ x និង z នៃ x បាទឥឡូវយើងចាប់ផ្ដើមធ្វើដំណោះស្រាយទាំងអស់គ្នានេះគឺជាបំរាប់ណាបំរាប់ចំពោះប្រភេទលំហាត់សមីការអនុគមហ្នឹងគឺដើម្បីរកអនុគម i និង z គឺភាគច្រើនដែលយើងជួបហ្នឹងគឺតាហើយតំណាក់តំណងនេះគឺលោកគ្រូត្រូវការតាអនុគមអញ្ញត្តិថ្មីមួយគឺបើសារវាមានផៃលើ2ដល់ x ក្រោមនេះក៏ផៃលើ2ដល់ x ហើយនេះ i នៃ x z នៃ x ធម្មតាដូចនេះលោកគ្រូតាំងតេមួយអញ្ញត្តិតេមួយដែលស្មើនឹងផៃលើ2ដល់ x បាទលោកគ្រូតាំងតេស្មើផៃលើ2ដល់ x ហើយលោកគ្រូទាញរក x អញ្ចឹងយើងបានផៃលើ2ដល់តេលោកគ្រូយកវាទៅជំនួសនៅក្នុងតំណាក់តំណង1និងតំណាក់តំណង2ខាងលើដែលជាបំរាប់ដែលយើងស្គាល់ហ្នឹងបាទអញ្ចឹងកន្លែងណា x លោកគ្រូបដូរទៅជាផៃលើ2ដល់តេហើយផៃលើ2ដល់ x គឺលោកគ្រូបដូរដល់អក្សរតេបាទអញ្ចឹងលោកគ្រូបានតំណាក់តំណងប៉ុណ្នេះi នៃផៃលើ2ដល់តេបូក z នៃតេស្មើ2sin ផៃលើ2ដល់តេហ្នឹងបាទតំណាក់តំណងខាងក្រោមគឺអញ្ចឹងដូចគ្នាគ្រាន់តែលោកគ្រូបដូរកន្លែងណា x ទៅជាផៃលើ2ដល់តេហើយកន្លែងផៃលើ2ដល់ x នេះលោកគ្រូបដូរទៅជាអក្សរតេដូចតែអ្វីដែលយើងតាំងពីខាងលើបើយើងប្រើរូបមន្តមកនេះលោកគ្រូទុកនៅដដែលហើយអង្គខាងស្ដាំនេះគឺ sin ផៃលើ2ដល់ alpha យើងដឹងហ្នឹងគឺស្មើនឹង cos alpha ចំណែកឯ cos ផៃលើ2ដល់ alpha គឺស្មើនឹង sin alpha លើនេះឥឡូវយើងបាន2 sin តេ2 cos តេសំទោសគឺ2 cos តេអាក្រោមគឺបាន2 sin តេបាទប៉ុណ្ណឹងអញ្ចឹងលោកគ្រូបានតំណាក់តំណងហ្នឹងហើយលោកគ្រូចាប់ផ្ដើមបដូរអថេទៅវិញបាទលោកគ្រូបដូរតេគឺទៅជា x វិញទៅអត់មានតោះខុសអីទេយើងអាចបដូរបានពីព្រោះ i នៃផៃលើ2ដល់តេបូក z នៃតេស្មើនឹង2 cos តេអញ្ចឹងយើងក៏អាចជំនួសតេនឹងដោយ x មកយើងបាន i នៃផៃលើ2ដល់ x បូក z នៃ x ស្មើ2 cos x តំណាក់តំណងខាងក្រោមក៏ដូចគ្នាដែរគឺ3 i នៃ x ដក z នៃផៃលើ2ដល់ x ស្មើនឹង2 sin x បាទគ្រូជំនួសបានប៉ុណ្ណឹងយើងសង្កេតឃើញថាយើងបានតំណាក់តំណងនេះគឺជាប់ x វិញហើយខាងលើលោកគ្រូតាំងដោយតំណាក់តំណង3ខាងក្រោមលោកគ្រូតាំងឲ្យតំណាក់តំណង4សំណួរដែលគេចង់បានគឺ f នៃ x និង z នៃ x ឥឡូវយើងបានតំណាក់តំណង3និងតំណាក់តំណង4ហើយលោកគ្រូចាប់ផ្ដើមសង្កេតមើលតើធ្វើយ៉ាងម៉េចឲ្យបាន f នៃ x ឬ z នៃ x គឺងាយបងយើងសង្កេតមើលដូចជាតំណាក់តំណង4ហើយនឹងតំណាក់តំណង1បាទតំណាក់តំណង4និងតំណាក់តំណង1បើលោកគ្រូធ្វើប្រមាណវិធីបូកគ្នា3 i នៃ x នេះគឺលោកគ្រូបូកជាមួយ i នៃ x យើងបាន4 i នៃ x ក៏ប៉ុន្តែ c នៃផៃលើ2ដល់ x នេះយើងអាចស៊ីសងគ្នាអស់ដូចនេះគឺនៅសល់តែ i នៃ x យើងអាចទាញរក i នៃ x បានអញ្ចឹងងាយបាទអញ្ចឹងលោកគ្រូចាប់ផ្ដើមសរសេរដូចអ្វីដែលលោកគ្រូបានបញ្ជាក់ពីខាងដើមមិញហ្នឹងគឺលោកគ្រូយកតំណាក់តំណង4ហ្នឹងទៅបូកនឹងតំណាក់តំណង1ឬក៏យើងថាយក1បូក4ហ្នឹងណាឥឡូវលោកគ្រូបានប៉ុណ្នេះបាទគឺ i នៃ x បូកនឹងz នៃផៃលើ2ដល់ x ដែលគឺជាតំណាក់តំណង1ខាងឆ្វេងអង្គខាងឆ្វេងបូកខាងឆ្វេងខាងស្ដាំបូកខាងស្ដាំហើយបូកនឹងតំណាក់តំណង4នេះគឺ 3i នៃ x ដកz នៃផៃលើ2ដល់ x បាទហើយអង្គខាងស្ដាំគឺយើងបូកជាមួយនឹងអង្គខាងស្ដាំ2 sin x បូកនឹង2 sin x បាទអញ្ចឹងដូចយើងសង្កេតឃើញអញ្ចឹង z នៃផៃលើ2ដល់ x ជាមួយ z នៃផៃលើ2ដល់ x យើងស៊ីសងគ្នាអស់ f នៃ x បូក 3i នៃ x គឺយើងបាន 4i នៃ x ហើយអង្គខាងស្ដាំគឺយើងបាន4 sin x 2 sin បូក2 sin អញ្ចឹងតាមតំណាក់តំណងហ្នឹងលោកគ្រូអាចទាញរក f នៃ x បានយ៉ាងស្រួលបាទអញ្ចឹងគឺ4យើងសម្រួលបាននៅសល់ i នៃ x ស្មើ sin x ឥឡូវយើងឃើញ f នៃ x ហើយជាបន្ទាប់គឺយើងត្រូវការរក z នៃ x បាទ i នៃ x ស្គាល់ហើយរក z នៃ x មិនពិបាកទេយើងសង្កេតមើលដូចជាតំណាក់តំណង3ជាដើមតំណាក់តំណង3នេះយើង
មាន z នៃ x ចឹងយើងអាចទាញរក z នៃ x បានក៏ប៉ុន្តែគឺវានៅជាប់ពាក់ព័ន្ធទៅនឹង f នៃ pi លើ2ដល់ x ដូចនេះយើងរក f នៃ pi លើ2ដល់ x សិនមកគឺអាចរក z នៃ x ឃើញដោយសារយើងស្គាល់ f នៃ x ដូចនេះលោកគ្រូអាចរក f នៃ pi លើ2ដល់ x បានដោយគ្រាន់តែចំនួន x ដោយ pi លើ2ដល់ x បាទអញ្ចឹង sin នៃ x คล้ายទៅជា sin នៃ pi លើ2ដល់ x ហើយយើងដឹងហើយ sin នៃ pi លើ2ដល់ alpha គឺបាន cos alpha ដូចនេះ sin នៃ pi លើ2ដល់ x យើងបាន cos x ឥឡូវយើងស្គាល់ i នៃ pi លើ2ដល់ x ហើយគឺស្មើនឹង cos x លោកគ្រូយកតម្លៃទាំងអស់ហ្នឹងគឺទៅជួសក្នុងទំនាក់ទំនង3បាទទំនាក់ទំនង3ដើម្បីទាញរក z នៃ x ដូចនេះលោកគ្រូទាញរក z នៃ x ទៅក្នុងទំនាក់ទំនង3ហ្នឹងគឺបាន 2 cos x ដក f នៃ pi លើ2ដល់ x ក៏ប៉ុន្តែ f នៃ pi លើ2ដល់ x គឺលោកគ្រូជួសដោយ cos x ដែលរកឃើញនេះអញ្ចឹងយើងដកទៅបាន cos នៃ x បាទសរុបសេចក្តីមកដូចនេះគឺយើងរកឃើញអនុគម f នៃ x និងអនុគម z នៃ x ហើយបាទដូចនេះលំហាត់យើងគឺត្រូវបានស្រេចបញ្ជាក់